បងប្អូនអរគ្នាមានស្គាល់ផ្លែនោះទេហើយគេយកធ្វើអីបើបងប្អូនគ្នាចង់ដឹងទៅមើលវីដេអូខ្ញុំអរគ្នាចំកូនទី2ជីកង់ទៅណាអញ្ចេះតោះទៅតាមកូនទី2អស់គ្នាដើម្បីដឹងថាយ៉ាងម៉េចឥឡូវនេះជីកង់មកដល់កន្លែងនេះហើយនេះកន្លែងស្អីគេណោះហើយគេមកធ្វើអីតោះដើម្បីដឹងច្បាស់មកស្ដាប់កូនបើគាត់ថាកូនទី2នឹងធ្វើអីនៅកន្លែងហ្នឹងនេះខ្ញុំមកកាប់ដើមស្អីហើយឥឡូវចាប់ដើមទៅកាប់អីពធមើលកបិតនិងកម្លាំងដៃជាកាប់អាស័យអញ្ចឹងយើងត្រូវរើសយកដើមអាស័យណាដែលរាងចាស់បន្តិចដែលអាចមានរុនតូចល្មមបន្ទាប់ពីកាប់ដើមអាស័យពីគុំវាមកហើយកូនទី2ចាប់ដើមកាត់បែងចែកតាមប្រភេទដែលត្រូវយកទៅធ្វើជាឧបករណ៍ដែលអាចលេងបានជាមួយផ្លែដែលបានបង្ហាញពីខាងដើមវីដេអូមកជើងនេះចំណេញបានតែពាំងទៀតអញ្ចឹងបន្ទាប់ពីកាប់បែងចែកហើយយើងបានមកដល់ផ្ទះវិញហើយកូនទី2ចាប់ដើមកាត់សម្អាតនឹងផ្គុំឲ្យចេញជាឧបករណ៍មួយដែលអាចលេងបានពេញលេញតោះឥឡូវដល់វគ្គកូនទី2ប្រាប់ឲ្យថាផ្លែនោះជាផ្លែអីហើយគេយកវាមកធ្វើអីអូនហ្នឹងគេហៅថាផ្លែកំភ្លាគេយកធ្វើគ្រាប់កំភ្លុះបាទឥឡូវខ្ញុំចាប់ដើមបាញ់យកបងប្អូន